ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមជម្រាបតាមដានរឿង One Piece បន្តទៀតកាលពីវីដេអូមុន Queen បានដាក់អន្ទាក់ Big Mom ហើយលោតតែក្បាលគាត់មកតំហាំងលន់លឿនដូចរន្ទះ Queen សង្ឃឹមថាបាយមួយនឹងអាចព្រោះ Big Mom បានប៉ុន្តែគួយភ្ញាក់ណា Big Mom មកដូចសោះហើយថែមទាំងមានការចងចាំឡើងមកវិញទាំងអស់តែការដែល Big Mom មានការចងចាំមកវិញមិនមែនជារឿងធំទេសម្រាប់ Queen តែវាជារឿងធំណាស់សម្រាប់ Luffy ព្រោះ Big Mom មកកាន់តែ3បានណូហ្នឹងគឺដើម្បីតាមរកគាត់ឯងស្នាងដែរពេលនោះ Big Mom មានការចងចាំឡើងវិញតែមួយផ្លែតស្រាប់តែដួលស្លាប់ផ្ញើជើងឃើញចឹង Queen ក៏បញ្ជាកូនចៅរបស់គាត់បញ្ញាប់យកច្បាប់ Sea Prison Stone ទៅរំ Big Mom មកបានច្រើនជាន់ហើយសែងគាត់ដាក់ទូបញ្ជូនទៅកាន់កោ Onigashima ជាបន្តដើម្បីជួប Kaido តែថាតែនៅពេលនេះក៏ Udon មិនអាចតាក់ទងតាមទូរស័ព្ទទៅកាន់កោ Onigashima បានទេបន្ទាប់ពី Queen ជូន Big Mom ទៅផុតក៏ Udon លែងមានអ្នកខ្លាំងទៀតហើយចាំបានដៃ Luffy ហើយព្រោះគាត់ចង់យកទីនោះធ្វើជាកន្លែងហាត់ក្បាច់គុណចំណែកបានូគីពេលឃើញ Luffy រួចពីខ្នោដៃអញ្ចឹងក៏បញ្ជាកូនចៅរបស់គាត់សម្រាប់ចូលទៅចាប់ Luffy Wait too much ក្បាច់ដែល Luffy ចូលរៀននៅពេលនោះគឺបើសិនជាគាត់វាយពីមុខឲ្យត្រូវពីក្រោយឬក៏វាយពីក្រៅឲ្យត្រូវខាងក្នុងធ្វើអញ្ចឹងទៅ Luffy អាចវាយ Kaido ឲ្យរបូតបានដោយសារតែ Kaido គឺជាសត្វនាគមានស្កាក្រាស់ណាស់បន្តមកទៀតនៅពេលដែលឃើញឆ្មៅគុកមិនអាចធ្វើឲ្យ Luffy បានបានូគីក៏នឹកឃើញប្រាអ្នកទោសឲ្យទៅចាប់ Luffy ជំនួសវិញគាត់បានគម្រាមពួកអ្នកទោសថាបើសិនជាអ្នកណាគេមិនព្រមចូលទៅចាប់ Luffy ទេមានន័យថាអ្នកនោះសុំកលុំជាមួយ Luffy ចំណែកទោសកំហុសពួកគេដល់ស្រាប់ហើយគឺត្រូវកាត់ដៃកាត់ជើងឬក៏ប្រហារជីវិតដល់ពេលអញ្ចឹងក្រុមអ្នកទោសមានការផាត់ផៃក៏នាំគ្នាទៅចាប់ដៃចាប់ជើង Luffy ជាប់ហើយ Luffy អត់ហ៊ានតដៃជាមួយពួកគាត់ទេដោយសារតែចាត់ទុកពួកគាត់ជាជនស្លូតត្រង់មានអ្នកទោសខ្លះបានប្រាប់ Luffy ថាពួកគាត់មកខំចិត្តធ្វើតែប៉ុណ្ណោះពួកគាត់ដឹងថាពេលនេះ Luffy អាចជួយពួកគាត់ចេញពីគុកបានប៉ុន្តែពួកគាត់មិនសង្ឃឹមថារស់នៅបានសុខស្រួលទេដោយសារតែទឹកនៃ Wano នៅតែគ្រប់គ្រងដោយ Orochi ហើយនិង Kaido ដដែលនឹងមូលហេតុដែលពួកគាត់ជាប់គុកគឺដោយសារតែពួកគាត់ធ្លាប់ប្រឆាំងជាមួយ Kaido អញ្ចឹងហើយទើបពួកគាត់ខ្លាច Kaido ណាស់ហើយការប្រហារជីវិត Yasuo ដែលចាត់ទុកថាជាមេដឹកនាំក្រុមប្រឆាំងម្នាក់ផងដែរបានធ្វើឲ្យពួកគាត់កាន់តែបាក់ស្បាត់ថែមទៀតដូច្នេះហើយទើបពេលនេះពួកគាត់សូមបល Luffy កុំផ្ដោតក្តីសង្ឃឹមខ្លាចៗឲ្យពួកគាត់ធ្វើអីក្រោយមកស្រាប់តែអនុប្រធានគុកឈ្មោះ Daifugo ដែលជាមនុស្សកាត់ចាមរៃប្រើកំភ្លើងបាញ់អ្នកទោសម្នាក់ឲ្យរបួសក្រកំភ្លើងរបស់គាត់មានមេរោសាហាវដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈការប៉ះបានន័យថាបើសិនជាគាត់បាញ់ត្រូវអ្នកដែលនៅជាប់ Luffy នោះ Luffy ក៏មានគ្រោះថ្នាក់ផងដែរនៅពេលជាមួយនេះស្រាប់តែលឺសំឡេងសយយ៉ាកន្លែងចេញពីគុំផ្អែវនៅក្បែរនោះហើយម្នាក់នោះបាននិយាយថាតាមរយៈ Luffy ពេលនេះពួកគាត់មានឱកាសអាចញឹមឡើងប្រឆាំងជាមួយ Kaido សាជាថ្មីហើយបើតាមសម្ដីរបស់បានូគីអ្នកទោសម្នាក់នោះត្រូវបានឃុំខ្លួនរយៈពេល13ឆ្នាំហើយគេធ្វើទរណកម្មគាត់ឲ្យញ៉ាំត្រីពលរាល់ថ្ងៃមកនឹកស្មានថាគាត់នៅរស់អញ្ចឹងសោះដល់ពេលអញ្ចឹងបានូគីក៏បញ្ជាកូនចៅរបស់គាត់ចូលទៅសម្លាប់ម្នាក់នោះចោលតែម្ដងកុំឲ្យនៅសៅហ្មងយូរប៉ុន្តែទោះបីជាដៃចាប់ខ្នោះក៏អ្នកទោសម្នាក់នោះអាចប្រុសឆ្អឹងត្រីដើម្បីការពារខ្លួនចំណែកគីគូដែលនៅក្បែរនោះផងដែរពេលឮសំឡេងសើចរបស់អ្នកទោសម្នាក់នោះក៏ដឹងថាអ្នកទោម្នាក់នោះគឺជាគ្នារបស់នាងដែលមានឈ្មោះថា Kawamasu នៅពេលជាមួយគ្នាដែរសូបានគប់ដែរហើយនៅកូនសោចូលទៅក្នុងបន្ទប់ឃុំឃាំងរបស់ Kawamasu ជួយឲ្យ Kawamasu អាចរំដោះខ្លួនឯងចេញពីទីនោះបាននេះគឺជារូបរាងរបស់ Kawamasu ពេលមើលឃើញច្បាស់បន្ទាប់ពីបានឃើញក្រុមអ្នកថែរក្សាខ្លាម Kozuki ជាច្រើនអ្នកដែលបានបាត់ខ្លួនយូរហើយមកជុំគ្នាអញ្ចឹងក្រុមអ្នកទោមានក្តីរំភើបហើយនឹងសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំងប៉ុន្តែបានូគីអត់មានចូលរួមសប្បាយជាមួយទេមានតែបញ្ជាឲ្យកូនចៅសម្រាប់ទៅចាប់ពួកគេឲ្យបានដើម្បីជាការវាយមកក្រុមឆ្នាំគុកចាប់ផ្ដើមប្រើក្រកកំភ្លើងដែលមានមេរោគមករះទៅលើក្រុមអ្នកទោសមេរោគនៅក្នុងក្រកកំភ្លើងនោះបានធ្វើឲ្យអ្នករបួសមានការក្តៅឈឺផ្សារហូតដល់បានបោះម្ចាស់ការលើខ្លួនឯងដើរស្វែងរកតែអ្នកជួយហើយនៅពេលដែលពួកគេប៉ះត្រូវអ្នកណាហើយអ្នកនោះនឹងឆ្លងមេរោគដូចគ្នាដល់ពេលពួកអ្នកទោសនោះវេទនាខ្លាំងពេកពួកគេក៏នាំគ្នាមកបន្ទោគ្នារបស់ Luffy ពួកគេថាបើសិនជា Luffy មិនមកឆាំងទេពួកគេក៏មិនវេទនាចឹងដែរនៅពេលនោះស្រាប់តែ Luffy បលូតដៃទៅអោបអ្នកទោសតែនោះទោះបីជាត្រីឆ្លងមេរោគក៏គាត់មិនខ្លាចដែរហើយពេលឃើញចឹងគ្នារបស់គាត់មានការភ្ញាក់ផ្អើលណាស់មិនដឹងថា Luffy ចង់ធ្វើអីអ្វីដែល Luffy ធ្វើនៅពេលនោះគឺគាត់ចង់បង្ហាញប្រាប់ក្រុមអ្នកទោសដែលត្រូវត្រាំពោលទាំងអស់ថាប្រសិនបើពួកគាត់មានស្មារតីតស៊ូថ្នាំពុលនឹងមិនអាចធ្វើអីពួកគាត់បានទេតាមពិតទៅថ្នាំពុលនឹងគ្រាន់តែជាយុទ្ធសាស្ត្រដើម្បីបំបត្តិទឹកចិត្តពួកគាត់
គាត់តែប៉ុណ្ណោះនៅពេលនោះលូហ្វីបានមកអ្នកទោសទាំងនោះទៅឲ្យឆាយហើយនិយាយជំរុញទឹកចិត្តពួកគាត់ថាអាការដែលធ្វើការងារបដូរយកនឹងប៉ាញ៉ាំរាល់ថ្ងៃរបស់ពួកគាត់នោះមិនមែនជាជីវិតទេជីវិតរបស់ពួកគាត់ត្រូវតែសម្បូរសប្បាយជាងនឹងលូហ្វីប្រាប់ទៀតថាគាត់ធ្លាប់សន្យាជាមួយនឹងក្មេងស្រីម្នាក់ឈ្មោះថាម៉ាថានៅពេលដែលគាត់ចាយចេញពីទឹកដីវ៉ាណូនាងនឹងមានអាហារឆ្ងាញ់ៗញ៉ាំរាល់ថ្ងៃតាមពិតទៅនៅពេលនោះលូហ្វីនិយាយច្រើនទៀតប៉ុន្តែសរុបឲ្យខ្លីសម្ដីរបស់លូហ្វីនៅពេលនោះបានធ្វើឲ្យក្រុមអ្នកទោសហ៊ានងើបឈរឡើងប្រឆាំងជាមួយនឹងខៃណូសាជាថ្មីងាកទៅមើលបាវ៉ានូគីពេលឃើញក្រុមលូហ្វីនៅប្រដុំគ្នាអញ្ចឹងគាត់ចង់ប្រើក្របមេរោគដែលមានកម្រិតខ្លាំងបំផុតបាញ់តែមួយគ្រាប់ទៅគឺអាចចាត់ការក្រុមលូហ្វីចោលទាំងអស់តែម្ដងប៉ុន្តែនៅពេលដែលគាត់រៀបចំនឹងបាញ់ទៅហើយស្រាប់តែលូហ្វីស្ទុះទៅចោលប្រម៉ាយតម្រៃរបស់គាត់ជាប់បណ្ដាយក្រុមមនុស្សធាក់ថយបាញ់ត្រីខ្លួនឯងបន្តមកទៀតលូហ្វីបានប្រាប់ឲ្យក្រុមអ្នកទោសទៅបដៅដៃវីកូដែលជាអនុធាតុកុម្មុយនីសទៀតដើម្បីឲ្យរៀងចាលកុំឲ្យគាត់ប្រកែកធ្វើបាបគេពេកនៅទីបំផុតក្រុមលូហ្វីហើយនិងក្រុមអ្នកទោសបានវាយដណ្ដើមកាន់កាត់កូអូឡនម៉ាននិយាយពី Killer បន្តិចជ័យជំនះរបស់លូហ្វីក៏បានជួយជំរុញទឹកចិត្តរបស់គាត់ឲ្យចូលរួមជាមួយ Kid វិញដើម្បីតស៊ូជាមួយ Kaido ផងដែរប៉ុន្តែដល់ពេលហ្នឹង Kid អត់យល់ព្រមសហការជាមួយលូហ្វីទេគាត់ចង់ទៅចាត់ការ Kaido ដោយផ្ទាល់តាមវិធីរបស់គាត់និយាយទៅមើលលូហ្វីវិញមេរោគកំពុងតែធ្វើទុកក្នុងខ្លួនរបស់គាត់សម្បើមណាស់មិនទាន់រួចខ្លួននៅឡើយទេប៉ុន្តែសំណាងល្អបានឈរភើដែលជាគ្រូពេទ្យជំនាញអេរ៉ូឆ្នាំជួយព្យាបាលជំងឺឲ្យគាត់បានជាយ៉ាងឆាប់រហ័សកាត់ទៅមើលក្រុមរបស់ឡបន្តិចពេលនេះកូនចៅរបស់ឡទាំងអស់បានរួចខ្លួនមកវិញហើយដែលសារតែឡបានយកខ្លួនទៅបដូរបានន័យថានៅពេលនេះឡត្រូវបានហុកឃីងចាប់ខ្លួនជំនួសឲ្យកូនចៅរបស់គាត់មេភូមិជប់ណាមីនៅពេលនេះគឺដើម្បីឲ្យកដាល logo កំណែថ្មីទៅនាងដែលកដាលនោះគាត់បានទទួលពីយ៉ាស៊ូមុនពេលយ៉ាស៊ូត្រូវបានគេបាញ់សម្លាប់ logo កំណែថ្មីហ្នឹងគឺគេមានបន្ថែមចំណុច2នៅលើខ្លួនរបស់ពស់ហើយពេលបានទទួលវាហើយណាមីក៏បញ្ញត្តិយករូបហ្នឹងទៅឲ្យ Kinemon មើលនិយាយពីមូលហេតុដែលឡសុកចិត្តបដូរខ្លួនឲ្យហុកឃីងចាប់ជំនួយកូនចៅរបស់គាត់បន្តិចគឺដោយសារតែហុកឃីងហ្នឹងយកកូនចៅទាំង3របស់ឡធ្វើជាកូនក្រក់របស់គាត់តាមពិតទៅឡអាចសម្លាប់ហុកឃីងចោលបានប៉ុន្តែគាត់ត្រូវសម្លាប់កូនចៅទាំង3នាក់របស់គាត់ចោលសិនសូមលើកថាគ្រប់ពេលដែលហុកឃីងត្រូវរបួសគាត់អាចផ្ទេររបួសនោះទៅកូនក្រក់របស់គាត់បានដល់ពេលអញ្ចឹងទៅឡអត់មានជំរឿឲ្យគាត់ព្រួយបារម្ភពីសុវត្ថិភាពរបស់កូនចៅគាត់ខ្លាំងអញ្ចឹងហើយទើបឡសុកចិត្តបកគោខ្លួនឲ្យហុកឃីងចាប់ជាធ្នូនឹងការដោះលែងកូនចៅរបស់គាត់ទាំងអស់កាត់ទៅមើលសូរ៉ូពេលនេះគាត់បានធ្វើដំណើរទៅរីងហ្គោដើម្បីតាមយកដាវស៊ូស៊ុយរបស់គាត់មកវិញហើយជាមិនរួចទេពេលនេះគាត់ត្រូវប្រយុទ្ធជាមួយនឹងអូនីម៉ារ៉ូម្ដងទៀតដោយសង្ឃឹមថាលើកនេះអត់មាននរណាមករំខានទេTwo sword style 20 caliber Phoenix ការយុទ្ធនេះលើនោះឃើញថាសូរ៉ូមានប្រៀបជាងប៉ុន្តែទៅជាយ៉ាងណាក៏អូនីម៉ារ៉ូមិនព្រមប្រគល់ដាវស៊ូស៊ុយឲ្យសូរ៉ូវិញដែរអូនីម៉ារ៉ូបាននិយាយថាដាវស៊ូស៊ុយគឺជារបស់ស័ក្តិសិទ្ធិប្រចាំទឹកដីវ៉ាណូចាប់តាំងពីដាវស៊ូស៊ុយត្រូវបានគេលួចបាត់មកទឹកដីវ៉ាណូត្រូវបានធ្លាក់ដណ្ដើមរហូតដល់សប្តាហ៍ថ្ងៃបន្ទាប់មកពួកគេទាំងពីរបានប៉ះគ្នាមកប្រើទៀតប៉ុន្តែលើកនេះខាវ៉ាម៉ាស៊ូបានមកទាន់ហើយបានព្យាយាមខាត់ខាំពួកគេខាវ៉ាម៉ាស៊ូមើលដឹងថាសូរ៉ូហើយនិងអូនីម៉ារ៉ូវាយដូចគេហាត់សមមិនមែនចង់សម្លាប់គ្នាទេហើយពេលឃើញខាវ៉ាម៉ាស៊ូអូនីម៉ារ៉ូដូចជាធ្លាប់ស្គាល់គាត់ពីមុនចំណែកយូរីដែលមានវត្តមាននៅទីនោះផងដែរស្គាល់ខាវ៉ាម៉ាស៊ូច្បាស់ណាស់ព្រោះកាលពីនៅតូចគឺខាវ៉ាម៉ាស៊ូនឹងហើយជាអ្នកជួយសង្គ្រោះនាងពីប្រាសាទអូដិននិងជួយមើលថែនាងនៅពេលនោះផងដែរស្រាប់តែកូនចៅរបស់ខៃណូមកក្រុមបានទៅដល់ហើយបាញ់មកគ្រាប់ត្រីចំអូនីម៉ារ៉ូពួកគេមានទំនុំជាមួយនឹងអូនីម៉ារ៉ូដោយសារតែអូនីម៉ារ៉ូធ្លាប់ប្លន់យកអាវុធពីគ្នារបស់ពួកគេពេលឃើញចឹងសូរ៉ូហើយនិងខាវ៉ាម៉ាស៊ូអត់ចាំយូរទេក៏ស្ទុះវត្តទៅចាត់ការក្រុមអាយុអាចារ្យនឹងចោលទាំងអស់ខាបាស្កាtwo short style ចំណែកអូនីម៉ារ៉ូដែលត្រូវរបួសស្រាលបានងើបមកវិញហើយព្យាយាមគេចចេញពីទីនោះនៅពេលនោះសូរ៉ូអត់សោកចិត្តទេក៏ដេញតាមគាត់ដើម្បីយកដាវស៊ូស៊ុយមកវិញសូរ៉ូបានដើរតាមស្នាមឈាមរបស់អូនីម៉ារ៉ូរហូតដល់ផ្ទះមួយប៉ុន្តែនៅទីនោះអត់ឃើញអូនីម៉ារ៉ូទេមិនដឹងថាគាត់ទៅណាក្រោយមកបន្តិចខាវ៉ាម៉ាស៊ូហើយនិងហេយូរីក៏បានទៅដល់ទីនោះផងដែរខាវ៉ាម៉ាស៊ូស្គាល់ទីនោះគឺដោយសារតែវាគឺជាកន្លែងដែលគាត់ប្រមូលអាវុធយកមកលាក់កាលពី13ឆ្នាំមុនកាលនោះគាត់ហើយនិងអូនីម៉ារ៉ូក្នុងរូបរាងជាសត្វទាំងជ្រងបាននាំគ្នាដើរប្រមូលអាវុធពីលើភ្នំសាមរ៉ាយដែលស្លាប់បាត់ទៅយកមករក្សាទុកគាត់ប្រមូលអាវុធទុកនោះគឺត្រៀមចាំសម្រាប់ពេលនេះឯងពេលដែលពួកគេត្រូវការអាវុធដើម្បីចេញទៅប្រយុទ្ធជាមួយនឹងខៃដូចំពោះអូនីម៉ារ៉ូវិញខាវ៉ាម៉ាស៊ូអត់ដឹងទេថាវាអាចប្រែកលាខ្ល้ายទៅជាមនុស្សបានអញ្ចឹងហើយទឹកមុននឹងគាត់មើលអត់ស្គាល់អូនីម៉ារ៉ូតែវាក៏ចម្លែកដែរអូនីម៉ារ៉ូអត់បានទៅរាក់ទាក់ជាមួយនឹងខាវ៉ាម៉ាស៊ូទេបែរជារត់គេចចេញពីគាត់ទៅវិញតាមទៅមើលសូរ៉ូវិញគាត់អត់សប្បាយចិត្តសោះពេលរកដាវស៊ូស៊ុយរបស់គាត់អត់ឃើញពេលនោះហេយូរីបានសុំឲ្យសូរ៉ូទុកដាវស៊ូស៊ុយនៅទឹកដីវ៉ាណូវិញជាការដោះដូរនាងនឹងបកគោដាវដែលប៉ារបស់នាងទុកឲ្យនាងឈ្មោះថាអេនម៉ាទៅឲ្យសូរ៉ូនាងថាប៉ារបស់នាងកាន់ដាវពីរមួយឲ្យទៅម៉ូមួយទៀតឲ្យមកនាងប្រាប់ទៀតថាប៉ារបស់នាងធ្លាប់ប្រើដាវអេនម៉ានឹងកាប់ខៃដូឲ្យរបួសបានដល់ពេលលេងចឹងសូរ៉ូសុកចិត្តលោយ៉ាងពេញចិត្តបំផុតត្រឡប់ទៅមើលលូហ្វីវិញពេលនេះគាត់កំពុងតែវឹកហាត់ប្រើអាមមិនហាក់ខេបន្ថែមទៀតដើម្បីអាចធ្វើម៉េចវាយមកត្រូវពីក្រោយបានឬក៏វាយពីក្រោយត្រូវពីក្នុងបានលូហ្វីជឿថាមានតែធ្វើអញ្ចឹងទៅវាយខៃដូឲ្យរបួសព្រោះស្ការនេះរបស់ខៃដូក្រាស់ខ្លាំងណាស់
ក្នុងពេលជាមួយគ្នាគីណមុនបានតាក់ទងទៅក្រុមស្ប៉ុនមកទាំងអស់គ្នាឲ្យអាប់ដេត logo បន្តិចដោយថែមពីឆ្នោតនៅលើរូបរបស់សត្វពស់ហើយបន្ទាប់ពីគូប៉ុណ្ណឹងហើយម្នាក់សិតតែមើលយល់គ្រប់គ្នាថាវាមានន័យថាម៉េចតាមពិតទៅអត់មានអីពិបាកយល់ទេពួកគេថែមជើងទៅលើសត្វពស់ដើម្បីឲ្យគេជាសត្វទឹកកែហើយនៅទឹកបេវ៉ាណូនឹងកំពុងផែទាំងអស់មានសត្វតែឈ្មោះសត្វបានន័យថាដល់ពេលដែលពួកគេត្រូវចេញទៅកោះអូនីហ្គាស៊ីម៉ាពួកគេត្រូវទៅជួបជុំគ្នានៅកំពង់ផែតុកតាមិនមែនកំពង់ផែពស់ទេក្រោយមកទៀតសូរ៉ូហើយនឹងខាវ៉ាម៉ាសូបានត្រឡប់ទៅជុំគ្នាជាមួយនឹងក្រុមសម្ព័ន្ធមិត្តវិញព្រោះជាដល់ថ្ងៃដែលពួកគេត្រូវចេញប្រតិបត្តិការហើយប៉ុន្តែហេយូរីអត់បានមកជាមួយពួកគេទេគឺនាងនៅសង្ងំលាក់ខ្លួននៅកន្លែងដែលមានសុវត្ថិភាពសិនក្រោយពេលដឹងថាហេយូរីនៅមានជីវិតម្នាក់បាត់ជាសប្បាយចិត្តណាស់ជាពិសេសគឺម៉ូម៉ូចំណែកសាជីបានទៅបន្ទោសូរ៉ូដែលស្គាល់ហេយូរីយូរហើយតែមិនព្រមប្រាប់គាត់ហើយបន្ទាប់ពីដឹងថាហេយូរីជាប្អូនស្រីរបស់ម៉ូម៉ូនិយាយពីយូរចិត្តម៉ូម៉ូដល់កបន្ទាប់មកយូថេស៊ូបានយកផ្អកមួយចេញមកនៅក្នុងផ្អកនោះមានដាវពីរមួយគឺជាដាវរបស់ម៉ូម៉ូមួយទៀតគឺជាដាវអេនម៉ាដែលហេយូរីឲ្យទៅសូរ៉ូគ្រាន់តែបានប៉ាដាវនោះភ្លាមសូរ៉ូពេញចិត្តណាស់ហើយក៏ចង់ធ្វើតែវាផ្លែតតាមពិតទៅនៅពេលហ្នឹងសូរ៉ូចង់កាប់តែដើមឈើម្ដងទេប៉ុន្តែដាវអេនម៉ាបានរុញបន្ថែមឲ្យដាច់ជ្រុះទាំងមូលតែម្ដងក្រោយពេលកាប់រួចទៀតពិនិត្យឃើញថាដៃសូរ៉ូឡើងរោមស្វិតប៉ុន្តែបន្តិចក្រោយមកសូរ៉ូបានប្រឹងឲ្យវាត្រឡប់មកសភាពដើមវិញហេទេស៊ូបញ្យល់ថាដាវអេនម៉ាហ្នឹងពេលប្រើម្ដងស្រូបហាគីពីអ្នកប្រើខ្លាំងបើមិនជាអ្នកល្មមមិនអាចទប់បានទេប៉ុន្តែមើលទៅសូរ៉ូពិតជាពេញចិត្តដាវអេនម៉ាហ្នឹងខ្លាំងណាស់កាត់ទៅមើលបិចម៉ាមកផ្លែតពេលឃើញមកជូនគាត់ទៅយកខេណូដំបងគ្រាន់តែឃើញមកគ្នាភ្លាមកាប់គ្នាផ្លែតតែមិនយូរប្រហែលក្រោយមកពួកគាត់ទាំងពីរបានអង្គុយស៊ីផឹកជាមួយគ្នាធ្វើតែមិនដឹងនៅពេលនេះបិចម៉ាហើយនឹងខេណូបានរួមសម្ព័ន្ធមិត្តជាមួយនឹងគ្នាហើយពួកគាត់ទាំងពីរចង់រួមគ្នាគ្រប់គ្រងផែនដីតែម្ដងពេលបានសម្រេចហើយទើបកាប់គ្នាទៀតកាត់ទៅមកឡបន្តិចពេលនេះគាត់បានចាត់ការហុកហិនរួចហើយគាត់ក៏មានសេរីភាពវិញដែរប៉ុន្តែមិនមែនគាត់ធ្វើតែម្នាក់ឯងទេនៅពេលនោះមានមនុស្សម្នាក់ជួយគាត់ប៉ុន្តែមិនដឹងថានរណាគេនៅឡើយទេត្រឡប់ទៅមើលក្រុមសម្ព័ន្ធមិត្តវិញនៅទីផុតដល់ថ្ងៃដែលពួកគេត្រូវចេញប្រតិបត្តិការហើយសូរ៉ូក៏បានហាត់ប្រើដាវអេនម៉ារបស់គាត់បានយល់ចិត្តគ្នាផងដែរចំណែកឯលូហ្វីវិញក៏ហាត់ជាក្បាច់ហាគីដែលគាត់ចង់ហាត់នោះផងដែរសម្រាប់ពេលនេះខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណដល់បងអូនលឿនចាន់ណាក់បងអូនហៃលៀកមេងនិងបងអូនលៀងជាយ៉ាព្រមទាំងហ្វេនជាច្រើនអ្នកទៀតដែលបានផ្ដល់វិថវិកាដល់រូបខ្ញុំហើយក៏សូមអរគុណផងដែរសម្រាប់អ្នកដែលបានជួយ like ជួយ comment បែបនោះម្នាក់មួយនិងជួយ subscribe សូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងទ្រព្យសម្បត្តិសម្បូរហូរហៀរ